បាទជំរាបសួរថ្ងៃនេះផងដែរបានឆ្លងកាត់តំបន់កប់ខ្មោចឬដែលព្រៃខ្មោចព្រៃថ្មសាននៅខេត្តរតនគិរីដែលជាសពជនជាតិភាគតិចអញ្ចឹងចំណុចដែលចាប់អារម្មណ៍តែចុះមកឃើញនៅពិធីកម្មរបស់គាត់នេះមានពិធីកម្មដូចជាការកប់ការធ្វើរោងដូចជាកញ្ចុះអញ្ចឹងអានេះបើយើងនៅតាមខេត្តផ្សេងឃើញចេះបានតែកញ្ចុះណាចូលទៅអង្គុយកំងមហូបអាហារតែទីនេះជាតំបន់កប់សពរបស់ជនជាតិដើមភាគតិចខ្ញុំក៏អត់ស្គាល់ដែរថាពួកគាត់ជាជនជាតិអីទេតែតំបន់នេះសម្រាប់អ្នកដែលមកពីខាងបឹងលំកុដគាត់ជាធ្លាប់ឃើញឯងបឹងលំកុដមកពីខាងបរកែវទៅស្រុកកូនមុំគាត់ជាធ្លាប់ឃើញហើយព្រៃមានច្រើនណាស់នៅនេះតែកន្លែងដែលចាប់អារម្មណ៍នេះកន្លែងនេះអូស៊ូមមកកាត់ពីមុខនោះក្រោយនេះក្រោយខាងនេះឃើញនេះជាសម្រស់បែបពិធីកម្មរបស់សាសនារបស់ជំនឿជនជាតិភាគតិចនៅខេត្តរតនគិរីនេះស្រុកអត់ប្រកាសទេមិនដឹងថាលំផាត់ឬក៏កូនមុំទេតែឆ្លងកាត់ពីបឹងលំកុដទៅខាងកូនមុំគាត់จะឃើញនៅជាប់វត្តតែម្ដងហើយមានច្រើនកន្លែងទៀតតែគ្រាន់តែកន្លែងដែលចាប់អារម្មណ៍សម្រាប់ខ្ញុំដែលមកពីចម្ងាយក៏ដូចបងដទៃទៀតនេះកន្លែងមុងខាងចិនគេហៅមុងហ្នឹងខាងយើងខ្មែរហៅភ្នូលខាងជនជាតិនេះអាស៊ូហ្នឹងមិនដឹងជាលក្ខណៈមេកន្ទ្រាញឬក៏បែបណាទេនេះខ្ញុំក៏មិនដឹងច្បាស់ដែរគ្រាន់តែចាប់អារម្មណ៍ចំណុចពិធីកម្មកប់ខ្មោចបែបជនជាតិភាគតិចវាប្លែកពីយើងនៅខាងក្នុងអញ្ចឹងចេះមកថតចែកជូននៅសម្រស់ព្រៃខ្មោចនៃជនជាតិភាគតិចតែប៉ុន្តែកន្លែងចេះក៏ជាកន្លែងទេសចរមួយដែរបើសម័យឥឡូវចូលចិត្តអ្វីដែលប្លែកទីនេះគឺមើលនៅជំនឿសាសនាបែបជនជាតិខ្មែរយើងកប់បែបនេះអត់ទៅមានចេះទេពាក្យចឹងមានធឹមរោងអាស័យបើថាក្រតិចមានធឹមរោងអាស័យតែបើសិនជាឋានៈក្រាន់តិចអាចមានដល់ចេតិយឬចេតិយតូចឬបើមានមែនទែនអាចមហាចេតិយចឹងទៅតាមចឹងទៅដាក់សាកសពបញ្ចុះអ្នកមានគុណទៅតាមជំនឿនីមួយតែជំនឿខាងពុទ្ធសាសនាយើងបែបផ្សេងពីគាត់អត់មានធ្វើចុះធ្វើតបូលលាបពណ៌លាបអីចឹងទេនេះលាបពណ៌ចេះបាននេះពណ៌តំណាងនាំរបស់គាត់ឯងជំនឿខាងរបស់គាត់ឯងពណ៌នីមួយតែមានអត្ថន័យរបស់គាត់ឯងគ្រាន់តែយើងមិនសូវដឹងអញ្ចឹងវីដេអូនេះអត់មានអីទេថ្ងៃនេះចូលមកកន្លែងម៉ងកន្លែងកប់ខ្មោចជនជាតិឬយើងហៅព្រៃថ្មសានទៅវិញណាថ្ងៃនេះបានលក្ខណៈចូលលេងបាំងសកលជូនដល់គាត់ជាទំនៀមបែបព្រះពុទ្ធសាសនាបាំងសកលនៅសង្ខាទាំងឡាយរៀបសួរអ្នករតនគិរីលាយបាយ